anh nắc nông chất tham ai vậy ủa cái căn càng nghe bờ tê chết bần năng cái mền phơ đấy anh cất hàng trắng đã bị thơ máu phơ mền viên AK 4 bằng ổn kho 7viên AK 1នេះក៏ខុសដែរបងប្អូនអាស្ពានអាកាសបេតលោកសំខុសទៀតអាផ្លូវទៅពីក្រមស្ពានហ្នឹងទៅពោធិ៍ចតុងអាក្រមស្ពានឥឡូវកាត់តឹងជាមួយនឹងអាផ្លូវមកពីកម្ពុជាក្រមទៀតអាផ្លូវក្រមស្ពាននៅគ្នាហ្នឹងវាបុកគ្នានៅកន្លែងហ្នឹងទៀតមិនដឹងគេកែមិនទេស្ពានច្បារអំពៅឥឡូវកែទៀតស្ពានអាកាស 4 ខុសអស់ 3 ទៅហើយឃើញត្រូវប្រហែលជាស្ពានអាកាសស្ទឹងមានជ័យស្ពានព្រែកតម្រាក់អញ្ចឹងដែរបងប្អូនធ្វើឲ្យបានកែអាហ្នឹងយើងបានឃើញភ្នែកហើយចុះកិច្ចការនៅក្នុងក្រសួងបងប្អូនតែគេថាគណៈបកប្រជាជនជាគណៈបកដែលសម្បូរធនធានមនុស្សហ្នឹងយើងមិនទាន់និយាយអំពីដួងចិត្តជាអ្នកជួយផងណាយើងនិយាយពីបច្ចេកទេសហ្នឹងបច្ចេកទេសដែលយើងបានឃើញអញ្ចឹងបងប្អូនអញ្ចឹងដោយលោកប៉ាសុជាតិវង្សពេលដែលគាត់ចាប់ផ្ដើមកាន់ការងារជាចៅហ្វាយក្រុងគាត់ប្រកាសថារាជធានីភ្នំពេញដឹកនាំតាំងពី79រហូតដល់ឥឡូវហ្នឹងអត់ទាន់មានប្លង់មេទេប្លង់មេដែលប្រើហ្នឹងគឺប្លង់ប្រាំងនៅតែក្នុងក្រុងមកកវលហ្នឹងទេដល់ចេញក្រៅក្រុងហ្នឹងអត់ទាន់មានប្លង់មេទេអញ្ចឹងបានវត្តសំរោងដែតនេះមួយម្ដុំបឹងតំពុននេះ2បងប្អូនទៅមើលបើថាឆេះផ្ទះឡានក្រុងចូលឡានបលុតទឹកឡានបលុតភ្លើងចូលរួចទេបងប្អូនផ្លូវក៏វិចកវៀនសួរទៅហេតុអីបានអញ្ចឹងបើអត់មានប្លង់មេទេហើយយើងថាគណៈបកប្រជាជនសម្បូរធនធានមនុស្សជាងគេបើងាកពីដួងចិត្តសរោវន្តាដប់អត់មានដួងចិត្តចង់ជួយអ្នកដទៃឡើយដល់ពេលងាកទៅបច្ចេកទេសអាចង់ទៀតបងប្អូនពិចារណាមើលតើសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរឿងអីត្រូវខ្លាចបងប្អូនបើសម្ព័ន្ធដើម្បីប្រជាធិបតេយ្យអត់ធនធានមនុស្សមានន័យថាខ្មែរអត់ហ្មងពួកខ្មែរមានតែប៉ុណ្ណឹងបើថាសម្ព័ន្ធដើម្បីប្រជាធិបតេយ្យអត់ធនធានមនុស្សមានន័យថាខ្មែរអត់តែហ្មងបងប្អូនទៅពឹងធនធានមនុស្សរបស់គណៈបកប្រជាជនថាកុំអាននិយាយដល់ដួងចិត្តនិយាយពីបច្ចេកទេសឲ្យយើងឃើញនៅក្រៅគឺអញ្ចឹងស្ពានអាកាស 4 ខុសអស់ 3 ទៅហើយបងប្អូនថាគណៈបកប្រជាជននឹងមានធនធានមនុស្សអញ្ចឹងបានខ្ញុំចេះតែនិយាយប្រាប់បងប្អូនថាស្អីក៏ដោយបងប្អូនឲ្យតែបងប្អូនរៀនគិតអត់លើសពីការគិតរបស់មនុស្សឡើយពីព្រោះអ្វីដែលខ្ញុំនិយាយប្រាប់បងប្អូននឹងបងប្អូនគឺជាសមិទ្ធផលនៃការគិតរបស់ខ្ញុំផងវាគឺជាបទពិសោធន៍ពេញមួយជីវិតរបស់ខ្ញុំផងហើយខ្ញុំមិននឹកដែរហ្នឹងបងប្អូនអ្នកខ្លះគេនិយាយថាម៉េចគេនិយាយថាខំវាសនាឯងនិយាយរឿងជ្រៅទាំងនយោបាយក៏និយាយជ្រៅទាំងធម៌ក៏និយាយជ្រៅបើជាប្រខ្មែរល្ងងយ៉ាងហ្នឹងគាត់ស្ដាប់យល់អីខ្ញុំថាបើគាត់ស្ដាប់មិនយល់ក៏គាត់ត្រូវតែរៀនស្ដាប់ឲ្យយល់ពីព្រោះក្នុងជីវិតរបស់មនុស្សគឺត្រូវចេះមេរៀនប៉ុណ្ណឹងបានរស់ជាមនុស្សកើតឧទាហរណ៍មេលេខមានមេលេខពីលេខ1ដល់លេខ9 1 ម្ដង 1 1 2 ដង 2 ចឹង 2 ដង 2 ម្ដង 2 2 ដង 4 2 10 ដង 20 3 ម្ដង 3 10 ដង 20 ចឹងទៅរួចប្រជាប្រដ្ឋខ្មែរគាត់ចេះតែមេលេខពីលេខ1ដល់លេខ3គាត់ចេះតែប៉ុណ្ណឹងដល់យើងបង្រៀនលេខ4លេខ5គេថាម៉េចហើយបង្រៀនជ្រៅម៉ែគាត់មិនចេះខ្ញុំថាបើអត់ចេះទៅចាញ់រកស៊ីអត់បានព្រោះចាញ់រកស៊ីវាមានលេខគុណដល់ប៉ុណ្ណឹងគេប្រើដល់លេខ4លេខ5លេខ6លេខ7លេខ8លេខ9ទោះបីជាលក់ផ្លែឈើកបាច់កប៉ុកក៏ត្រូវគុណដល់លេខប៉ុណ្ណឹងដែរហើយចុះបើលេខបងប្អូនចេះតែពីលេខ1រហូតដល់លេខ3ហើយចុះដល់ពេលរកស៊ីទៅគុណ1គីឡូ4ខាំហើយបងប្អូនគុណមិនទេគេទិញ4គីឡូ5គីឡូបងប្អូនគុណមិនទេក្នុងជីវិតរស់នៅដើម្បីរកស៊ីបានបងប្អូនត្រូវចេះមេលេខពីលេខ1ដល់លេខ9ដូចគ្នាដើម្បីคลายទៅជាមនុស្សរស់នៅលើផែនដីជាមួយគេបានកុំឲ្យគេដណ្ដើមស៊ីអស់វាទាត់តែចេះមេរៀនដែលខ្ញុំបង្រៀនទាំងអស់ដល់ពេលយើងទៅនិយាយគេថានិយាយជ្រៅម៉េះបើជាប្រដ្ឋស្ដាប់មិនទាន់អញ្ចឹងមិនមែនបង្រៀនទេបើជាប្រដ្ឋចេះត្រឹមមេលេខ3ហែងទៅនិយាយត្រឹម3ហ្នឹងឲ្យប្រជាប្រដ្ឋចូលចិត្តស្រឡាញ់ឯងបានណាមិនមែនបង្រៀនទេយើងត្រូវឲ្យប្រជាប្រដ្ឋគាត់ចេះដល់មេរៀនដែលពួកយើងបង្រៀនទាំងអស់យ៉ាងហោចបំផុតទៅបងប្អូនគាត់ត្រូវផ្ដល់ឱកាសឲ្យបុគ្គលដែលមានឧបនិស្ស័យទេបងប្អូនបើប្រជាប្រដ្ឋយើងទាំងអស់គាត់មិនអាចចេះបានគាត់ត្រូវផ្ដល់ឱកាសឲ្យមនុស្សខ្លះដែលមានឧបនិស្ស័យអាចគិតដល់កម្រិតនឹងបានដែរអញ្ចឹងបានពួកយើងមុននឹងចេញទៅធ្វើការងារមួយយើងតែងតែលំអិតឲ្យបងប្អូនយល់ដោយគណៈបកដទៃទៀតបងប្អូនពាក្យថាឯករាជ្យពាក្យថាអព្យាក្រឹត
ពាក្យថានយោបាយពាក្យថាប្រជាធិបតេយ្យអត់មានពីណាគេបង្រៀនបងប្អូនទេអត់បង្រៀននឹងវាមានពីរយ៉ាងទី1ខ្លួនគេនឹងក៏ចេះម្ដងទី2ប្រជាពលរដ្ឋនឹងគេដឹងថាប្រជាពលរដ្ឋនឹងគាត់មិនសូវចេះដូច្នេះគេនិយាយកន្លែងណាដែលគាត់ចិត្តគាត់ដើម្បីបានសិលឹកឆ្នោតសរុបចុះសរុបឡើងអញឃើញដួងចិត្តរបស់ហែងគឺរឿងប្រយោជន៍ផ្ទាល់ខ្លួននឹងបានវាទៅតែប៉ុណ្ណឹងហែងមិនដែលហ៊ានថាឲ្យប្រជាពលរដ្ឋបងប្អូនណាបើសិនជាបងប្អូនចេះវិភាគសច្ចធម៌ងាយទេបងប្អូនសច្ចធម៌ក្រឹតក្រមសត្យានុមត្តរបស់ធម្មជាតិបងប្អូនវិភាគកូនយើង2នាក់ឧទាហរណ៍ថាកូនភ្លោះទៅចោះកូនប្រុសយើងកូនភ្លោះវាអាយុ7 8ឆ្នាំកម្លាំងវាប៉ុនគ្នាឯងទៅផ្សារបាត់អ្នកចិត្តខាងវាបញ្យុឲ្យកូនឯងវាយគ្នាវាយវាថាហូឯងវាយល្អដាក់ទៅដល់ពេលអនុដាក់អនុអុកដាក់ហូលយហើយដាក់វិញណានិយាយពីមនុស្សមកមើលឲ្យជុំឃើញកូនយើងវាយគ្នាបងប្អូនណាយើងមកពីផ្សារវិញឃើញកូនយើងកំពុងតែវាយគ្នាឃើញអ្នកចិត្តខាងគេបញ្យុឲ្យកូនយើងវាយគ្នាបងប្អូនក្តៅណាបងប្អូនក្តៅណាក្តៅអាអ្នកចិត្តខាងប៉ុណ្ណាណាបងប្អូនក្តៅអាកូនខ្លួនឯងប៉ុណ្ណឹងហើយអុកដៃអាកូនហ្នឹងចូលក្នុងផ្ទះទៅហែងភ្លើម៉េចហែងក៏ភ្លើម៉េចហែងដឹងហ៎អាពួកសត្រូវបើហែងដែលគេមិនស្រឡាញ់ហែងកាលណាគេបចោចបចើគេថាហែងធ្វើត្រូវហែងល្អហ្នឹងគឺហែងកំពុងតែធ្វើខុសហើយមិនដែលម៉ែឪណាបងប្អូនណាដែលស្រឡាញ់កូនចៅឃើញកូនធ្វើខុសទៅបចោចបចើកូនថាកូនធ្វើល្អកើតបងប្អូនដូចគ្នាជាមួយយើងនេះយើងទៅបចោចបចើថាប្រជាពលរដ្ឋល្អមិនកើតបងប្អូនចាំណាមើលគ្រាន់តែប៉ុណ្ណឹងគិតចាញ់ដែរប្រជាពលរដ្ឋខ្មែរប៉ុណ្ណឹងគិតចាញ់ដែរគាត់ថាយើងស្អប់គាត់អានេះបចោចបចើហ្នឹងទៅជាល្អមួយគាត់ទៅវិញខ្ញុំថាងាប់បងប្អូនងាប់ខ្ញុំថាងាប់អ្នកនយោបាយល្អអត់មានទីឈរទេកាលណាប្រជាពលរដ្ឋល្ងងទស្សនៈមួយហ្នឹងបងប្អូនមានតាំងពីខ្ញុំនៅក្នុងគណៈបកសំរងស៊ីម៉េចខ្ញុំថាបើប្រជាពលរដ្ឋល្ងងបែបហ្នឹងអ្នកនយោបាយល្អគ្មានទីឈរទេចឹងបានចេញមកពឹបខ្ញុំថាសិលឹកឆ្នោតរឿងទី2ឯងស្ទើរតែមិនគិតផងរឿងការចេះដឹងរបស់ប្រជាពលរដ្ឋជារឿងទី1ចឹងបានចេញមកបងប្អូនណាមិនមែនឆ្លោះគេត្រឹមតែក្រៅក្រមទេណាឆ្លោះក្នុងក្រមទៀតណារឿងធំជាងគេគេថាគុំនិយាយប៉ះសាសនាយើងអ្នកនយោបាយយើងធ្វើនយោបាយប្រមូលសិលឹកឆ្នោតរឿងអីដែលយើងទៅនិយាយរឿងសាសនាប៉ះទី1ប៉ះអ្នកគាំទ្រសាសនាពុទ្ធហ្នឹងប៉ះទី2ប៉ះអ្នកគាំទ្រសាសនាដទៃទៀតអញ្ចឹងបាត់សិលឹកឆ្នោតទៅយើងអ្នកនយោបាយចង់ជួយប្រទេសជាតិទៅទាល់តែបានសិលឹកឆ្នោតបងប្អូនណាឆ្លោះជាមួយគេក្នុងក្រមទៀតអាខ្លះឆ្លោះចេញទៅបាត់ទៅដល់ពេលមិនឃើញខ្ញុំដួលសោះឃើញតែរីកចម្រើនចូលមកវិញមកប៉ុន្តែដោយចរិតរបស់វាចង់តែពីរឿងឈ្នះចឹងនៅមួយខ្ញុំមួយឆ្នាំពីរឆ្នាំចេញទៅវិញទៅដល់ឥឡូវធ្វើចង់ចូលមកវិញទៀតហ៎ចូលចិនចូលអាហែងចូលក៏អញហៅអាហែងចិនក៏អញដឹងអត់រវល់ពួកអីអញធ្វើនយោបាយដើម្បីជួយមនុស្សគេមកឲ្យជួយទៅផ្ទះវិញប៉ុណ្ណឹងបងប្អូនសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគឺខុសគេដោយសារដួងចិត្តរបស់យើងជាដួងចិត្តរបស់អ្នកជួយហ្នឹងដល់ខុសអាដួងចិត្តហ្នឹងសកម្មភាពទាំងអស់វាខុសទាំងអស់គេផ្ដើមឡើងផ្ដើមចេញពីផលប្រយោជន៍ផ្ទាល់ខ្លួនដែលយើងផ្ដើមឡើងគឺផ្ដើមពីដួងចិត្តជួយវាខុសគ្នាណាមេគុណរបស់គេបើគិតអង្សាគេគិតຂ្នាតវាផ្សេងដល់ពេលយើងគិតអង្សាដូចគ្នាប៉ុន្តែយើងគិតຂ្នាតរបស់យើងផ្សេងគេឧទាហរណ៍បើតម្ងន់គេគិតផោនទៅដល់ពេលយើងគិតគីឡូទៅតែនិយាយគឺផ្ដើមចេញពីការជួយយើងជួយធ្វើម៉េចបានដល់ពេលគេវិញគេឲ្យយោបល់ថាម៉េចលោកវាសនាឲ្យបើបធូរបន្តិចអាណត្តិក្រោយបានស្លឹកខ្នោតគេអញ្ចឹងខ្ញុំបានថាគ្រាន់តែហាមាត់មកអញស្គាល់កឡោតបើឯងបាត់បើនៅស្ងៀមអញអត់ដឹងហែងថោកទេដល់ពេលហែងនិយាយមកធ្វើអញដឹងថាហែងថោកហ្មងអូនយោបាយហែងមករកប្រយោជន៍ផ្ទាល់ខ្លួនសុំទោសមិនត្រឹមតែមិនស្ដាប់ហែងទេណាហែងគឺជាមុខសញ្ញាដែលអញត្រូវកំតិចទៀតកំតិចបងវ៉ែការយល់របស់ប្រជាពលរដ្ឋពីនយោបាយឲ្យមកយល់ត្រូវវិញនយោបាយមានតែការលះបង់ឯងទីលាននយោបាយគឺមានសម្រាប់តែអ្នកលះបង់ឯងបងប្អូនហើយរឿងអ្នកលះបង់បងប្អូនអត់មានទិញឲ្យមនុស្សមកលះបង់បានទេណាបងប្អូនសេចក្តីស្រឡាញ់
សេចក្តីស្មោះត្រង់សេចក្តីអាណិតសុទ្ធសឹងតែអត់អាចទិញបានទេក្រុមមនុស្ស3ក្រុមត្រូវការមនុស្សបែបហ្នឹងទី1ពួកអ្នកសាសនាទី2ពួកអង្គការសង្គមទី3ពួកអ្នកនយោបាយត្រូវការបុគ្គលដែលមានចិត្តសប្បុរសស្រាប់តែឥឡូវពួកអង្គការសង្គមបងប្អូនគេទិញឲ្យមកធ្វើការងារសប្បុរសទៅរួចហ៎ចិត្តសប្បុរសអាណាទិញបានបងប្អូនមនុស្សនឹងវាចង់ជួយសិនដល់ពេលគាត់អត់លុយយើងជួយគាត់តាមក្រោយប្រាក់ឧបត្ថម្ភឲ្យគាត់ធ្វើការងារសប្បុរសរបស់គាត់បានអូយទៅធ្វើការងារនឹងបានលុយអញទៅដែរអង្គការសង្គមស៊ីវិលសពថ្ងៃហ្នឹងគឺពួកគេទិញឲ្យមកធ្វើការងារសប្បុរសអញ្ចឹងហើយបានការងាររបស់វាពុំមានប្រសិទ្ធភាពឡើយបើអ្នកសាសនាផងដល់កកពួកអ្នកសាសនាគឺជាមនុស្សដែលលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនណាដើម្បីធ្វើការងារសប្បុរសប៉ុន្តែសពថ្ងៃបងប្អូនផ្សាយធំគៀសយកតលុយដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនដល់អ្នកនយោបាយទៀតអ្នកនយោបាយគឺជាមនុស្សដែលមានចិត្តសប្បុរសចង់ជួយអ្នកដទៃតាមការយល់របស់ខ្លួនដល់ពេលឥឡូវឃើញអ្នកនយោបាយផ្ដុំគ្នាដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួននៅខាងក្រោយឆាកដឹងវានិយាយថាម៉េចអូបើធ្វើនយោបាយមិនបានផលប្រយោជន៍ផ្ទាល់ខ្លួនទៅឈួតធ្វើអីហ่ะចឹងបានខ្ញុំលើកជាកតិមួយថាវាគឺជាសោកនាដកម្មពិតប្រាកដវាគឺជាសោកនាដកម្មពិតប្រាកដដែលក្នុងប្រទេសមួយមនុស្ស3ក្រុមអង្គការសង្គមនានាពួកអ្នកនយោបាយនិងពួកអ្នកសាសនាមកសម្ដែងធ្វើខ្លួនជាជនសប្បុរសមកសម្ដែងធ្វើខ្លួនជាជនសប្បុរសអញ្ចឹងហើយបានប្រទេសយើងវាមិនរីកចម្រើនសោះណាបងប្អូនពីព្រោះវាអត់មានជនសប្បុរសហើយអោបជាមួយនឹងទស្សនវិស័យភ្លឺថ្លាក្នុងការដឹកនាំរដ្ឋវាមានតែមនុស្សដែលមកដោះដូរប៉ុន្តែរឿងអស់នឹងដោះមិនចេញទេបងប្អូនដូចសឿនសានគាត់ថាចិនរត់ហ្នឹងចិនរត់ទេបើសិនណាជាប្រជាពលរដ្ឋយើងនៅតែល្ងងចេញរួចទេបងប្អូន